សុំសួរមួយតើ AI ជាអ្វី? AI គឺជាម៉ាស៊ីនដែលបង្កើតសមត្ថភាពគិតដូចមនុស្សហើយអាចធ្វើកិច្ចការដែលមនុស្សធ្វើមិនបាន តើវាមានផលប្រយោជន៍អីខ្លះ? វាមានប្រយោជន៍ច្រើនណាស់ដូចជាជួយសម្រួលការងារមនុស្សណែនាំសៀវភៅរឿងជួយរៀបចំផែនការជីវិតព្យាបាលអ្នកជំងឺ ចុះ និង ផលប៉ះពាល់វិញមានអីខ្លះ? វាក៏មានចំណុចអវិជ្ជមានដែរដូចជាបញ្ហាសុវត្ថិភាពទិន្នន័យការបង្ខំឲ្យប្រើប្រាស់បច្ចេកវិទ្យានិងការព្រួយបារម្ភរឿងតម្លៃថ្លៃខ្លាំង បើសិនជាវាមានផលប៉ះពាល់អញ្ចឹងតើយើងគួរប្រើប្រាស់វាអត់? យើងគួរប្រើប្រាស់វាឲ្យមានប្រយោជន៍ដើម្បីកាត់បន្ថយហានិភ័យនៃបច្ចេកវិទ្យាហើយត្រូវចេះប្រុងប្រយ័ត្នចំពោះបញ្ហាសុវត្ថិភាពទិន្នន័យឲ្យបានល្អទើបមានសុវត្ថិភាព ដូចជាអស់ហើយអរគុណច្រើន បានតើអរគុណច្រើនសម្រាប់ការសួរនាំរបស់អ្នក